nhiệt nhôm thời chám thà đầm lay bằng mình đồ bật bật cọt á vì mình thật là rụp sầm bát một mọt hơi cứตัวបានការឲ្យតម្លៃពីអ្នកដទៃក៏មិនដែរអ្វីៗវាអាស្រ័យទៅលើចិត្តគំនិតរបស់បុគ្គលនឹងទោះបីមុខមាត់មិនស្អាតបាតមិនល្អមិនសង្ហាក៏ដោយក៏ប៉ុន្តែបើកាលណាគាត់ជាមនុស្សល្អជាមនុស្សមានចិត្តគំនិតចេះជួយយកអាសាអ្នកដទៃគឺរមែងទទួលបានការស្រឡាញ់ពេញចិត្តពីអ្នកផងទាំងឡាយដូចជាការចេះជួយយកអាសាគ្នាឃើញគ្នាជួបទុក្ខលំបាកក្នុងជីវិតចឹងណាយើងមិនឈរអោបដៃអីមើលចេះជួយយកអាសាគ្នាទៅវិញទៅមកនេះហើយគឺជាតម្លៃរបស់មនុស្សហើយនៅពេលដែលយើងមានបញ្ហាអីនៅពេលដែលយើងមានរឿងអីក៏គេយកអាសាយើងវិញចឹងដែរអានេះមានទៅមានមកចឹងដែរចឹងបានថាការរស់នៅជាមួយគ្នាញាតិញោមសំខាន់ណាស់គឺការរាប់អានការចេះជួយយកអាសាគ្នាទៅវិញទៅមកគឺជារឿងសំខាន់ព្រោះនៅពេលដែលយើងមានបញ្ហានៅពេលដែលយើងជួបទុក្ខអីជួនកាលមានតអ្នកចិត្តខាងនឹងឯងចេះជួយយកអាសាអីជួយឈឺឆ្អាលអ្នកដតីដែលគាត់នៅឆ្ងាយជួនកាលទោះបីជាសាច់ញាតិក៏ដោយប៉ុន្តែគាត់មកវាមិនតាន់មានអ្នកចិត្តខាងនឹងឯងជួយយកអាសាអញ្ចឹងទៅអញ្ចឹងបានថាការរស់នៅជាមួយគ្នាសំខាន់ណាស់គឺការឲ្យនៅមិត្តភាពទៅកាន់គ្នារាប់អានគ្នាមានបញ្ហាអីនោះក៏ចេះជួយយកអាសាគ្នាទៅគឺជារឿងល្អណាស់ប៉ុន្តែមិនមែនថារាប់អានយកអាសាទៅអ្នកចិត្តផ្ទះអ្នកឆ្ងាយផ្ទះក៏ត្រូវតែរាប់អានដែរមានន័យថារៀនបង្កើតមិត្តឲ្យបានច្រើនជាជាងបង្កើតសត្រូវព្រោះបើកាលណាយើងបង្កើតសត្រូវគ្រាន់តែថាយើងទៅណាមកណាវាមិនសូវមានក្តីសុខសម្រាប់ជីវិតតែប៉ុណ្្នឹងចេះខ្លាចចេះគិតតែគេធ្វើបាបអញចេះមួយចុះមួយអញ្ចឹងណាអានេះគាត់ថាយើងវាមានសត្រូវច្រើនហ្នឹងវាចឹងឯងចេះខ្លាចចេះព្រួយចេះតែបារម្ភអញ្ចឹងទៅចឹងមិនថាសេចក្តីល្អអំពើល្អបើកាលណាយើងធ្វើច្រើនសម្រាប់ជីវិតញាតិញោមអត់សូវមានអ្នកដតីស្អប់គុំគួនយើងទេទៅណាមកណាមានតែភាពរីករាយហើយបើគេជួបគេស្គាល់យើងទៀតគេឲ្យតម្លៃហើយគេគោរពនឹងទៅទៀតអូយគាត់នឹងល្អណាស់ឃើញធ្វើបន់រហូតតាម Facebook តាមអីគេទៅសារគេឲ្យតម្លៃត្រង់ដែលថាយើងជាមនុស្សល្អយើងជាមនុស្សចូលចិត្តចែករំលែកចូលចិត្តជួយសង្គ្រោះអ្នកដទៃអាហ្នឹងគឺរមែងទទួលការស្រឡាញ់ពេញចិត្តពីអ្នកដទៃអានេះអត់មានសត្រូវអត់មានអ្នកដទៃគុំគួរនេះទៅណាមកណាគឺរមែងមានស្នាមញញឹមសម្រាប់ខ្លួនឯងវាខុសពីអ្នកធ្វើអាក្រក់ខុសពីអ្នកធ្វើអំពើមិនល្អទៅណាមកណាជួនកាលមិនសូវហ៊ានទេខ្លាចតែអ្នកដទៃនឹងគេធ្វើបាបខ្លាចតែអ្នកដទៃនឹងគេមិនពេញចិត្តយ៉ាងនេះមួយយ៉ាងនោះមួយអីចឹងទៅតាមអ្វីដែលគាត់គិតឃើញនឹងឯងអញ្ចឹងបានថាការរស់នៅនឹងវាត្រូវតែមានសេចក្តីល្អត្រូវតែមានអំពើល្អក្នុងជីវិតឲ្យបានរឿយចឹងទៅឈ្មោះថាយើងជាមនុស្សមានតម្លៃពិតប្រាកដសម្រាប់ខ្លួនឯងហ្នឹងក៏មួយយ៉ាងទៅហើយសម្រាប់មនុស្សជាទីស្រឡាញ់សម្រាប់អ្នកនៅជុំវិញខ្លួនហ្នឹងក៏យើងបានបំពេញកាតព្វកិច្ចតួនាទីជាមនុស្សល្អរាប់អានគាត់អីចឹងដែរនេះជាអ្វីដែលយើងមិនគួរមើលរំលងទេសេចក្តីល្អអំពើល្អដែលយើងកើតសេចក្តីល្អអំពើល្អរាល់ថ្ងៃហ្នឹងគឺគ
គួរណាស់តែព្យាយាមធ្វើឲ្យបានជានិច្ចកាលរឿយញាតិញោមកុំបោះបង់ចោលកុំជក់នឹងអំពើអាក្រក់អំពើមិនល្អច្រើនរហូតដល់ទៅភ្លេចបុណ្យកុសលអីសម្រាប់ជីវិតអាហ្នឹងមិនមែនជារឿងមួយល្អទេប្រឹងតែញាតិញោមសេចក្តីល្អអំពើល្អហ្នឹងយើងមិនលំបាកទេញាតិញោមមកភាពធ្លាប់លើកឡើងហើយទៅតាំងពីចិត្តគំនិតគិតអ្នកដតីក្នុងផ្លូវល្អទៅមាត់នឹងក៏ប្រើដោយពាក្យល្អមិនជេរមិនដាស់សារអ្នកដតីដោយពាក្យអាក្រក់ឬក៏ថានិយាយពាក្យចាក់ដោតឆ្កឹះឆ្កៀលអ្នកដតីនឹងបែកបាក់គ្នាឆ្លោះគ្នាអាហ្នឹងតែកាលណាយើងប្រើឲ្យបានល្អទៅអាហ្នឹងក៏ជារឿងល្អដែរក៏ជាសេចក្តីល្អរបស់មនុស្សដែរណាក៏ជាតម្លៃរបស់មនុស្សដែរប៉ុន្តែជួនកាលយើងគិតវាមិនឃើញទេចំណុចទាំងអស់នេះយើងគិតថាបុណ្យយើងគិតថាអំពើល្អសេចក្តីល្អហ្នឹងគឺតលតែធ្វើនៅវត្តនោះតលតែអស់លុយតលតែចំណាយលុយកាក់ធនធានបានយើងនឹងវាបានបុណ្យតែអត់ទេព្រះអង្គសម្ដែងនៅណាខ្ញុំថាសេចក្តីល្អអំពើល្អហ្នឹងគឺធ្វើចេញពីខ្លួនយើងទៅពេលខ្លះមិនទាំងអស់លុយកាក់អីទេរៀនមើលពីចិត្តគំនិតខ្លួនឯងហាម5ចិត្តគំនិតខ្លួនឯងឲ្យបានល្អកុំទៅប្រព្រឹត្តអាក្រក់កុំទៅគិតអាក្រក់អានេះកុំទៅបៀតបៀនអ្នកដទៃអីចឹងទៅអានេះវាជារឿងល្អហើយសម្រាប់យើងប៉ុន្តែផ្នត់គំនិតយើងមិនបានគិតពីបញ្ហាហ្នឹងទេគាត់ទៅទៅធ្វើបុណ្យគឺទៅវត្តចឹងទៅទៅធ្វើសេចក្តីល្អត្រូវចំណាយធនធានអីចឹងទៅណាយើងភ្លេចគិតហើយមកដាក់បន្ទុកទៅអូគ្មានលុយធ្វើបុណ្យគ្មានលុយធ្វើសេចក្តីល្អហើយយើងអត់តន់យល់អំពីតម្លៃនៃសេចក្តីល្អយើងអត់តន់យល់អំពីតម្លៃនៃអំពើល្អយើងជាដាក់បន្ទុកបន្ទោសបុណ្យចឹងទៅវិញក៏មានដែរដូចជាយើងជួយយកអាសាអ្នកដតីអីចឹងទៅស្រុកយើងមានបញ្ហាមានរឿងរ៉ាវអីជួយយកអាសាអ្នកខ្លះមិនបានជួយជាលុយកាក់ប្រកាសអីទេប៉ុន្តែជួយផ្ដល់អ្វីដែលអាចជួយបានណាដូចជាអ្នកខ្លះគាត់មកច្រកកោននៅក្នុងស្រុកក្នុងភូមិកំណើតគាត់ចឹងគាត់ចេះជួយអ្វីដែលគាត់អាចជួយបានចឹងទៅណាជួយតាមលទ្ធភាពអីចឹងទៅអាហ្នឹងក៏ជារឿងល្អដែរពេលខ្លះយើងមើលវាមិនឃើញទេយើងនឹកវាមិនចេញណាយើងគិតថាយើងវាអត់បានតែយើងជួយវាមិនកើតតែពិតទឹកចិត្តកម្លាំងចិត្តក៏ជារឿងមួយសំខាន់ដែរបើកាលណាយើងចេះផ្ដល់ឲ្យគាត់លើកទឹកចិត្តគាត់អានោះមនុស្សខ្លះបាក់ទឹកចិត្តមនុស្សខ្លះវាមិនមានកម្លាំងចិត្តសម្រាប់ជីវិតនៅពេលដែលជីវិតនឹងជួបបញ្ហាក៏ដែលថាយើងចេះលើកទឹកចិត្តផ្ដល់ជាកម្លាំងចិត្តឲ្យគាត់ក៏សប្បាយចិត្តដែរគាត់មានកម្លាំងប្រឹងប្រែងតទៅមុខទៀតអាហ្នឹងគឺជារឿងមួយល្អដែរអានេះជាបុណ្យដែរប៉ុន្តែយើងនឹកវាមិនឃើញគិតវាមិនចាញ់អានេះបានត្រឹមតែទៅវត្តបានត្រឹមតែចំណាយលុយកាក់ទៅលើអ្វីផ្សេងដែលយើងគិតថាហ្នឹងធ្វើចឹងបានបុណ្យណាប៉ុន្តែយើងភ្លេចគិតថាពេលខ្លះអំពើល្អជួយយកអាសាអ្នកដទៃហ្នឹងក៏ជាបុណ្យក៏ជាគុណធម៌ក៏ជាសេចក្តីល្អរបស់មនុស្សដែរប៉ុន្តែយើងមើលវាមិនឃើញអាហ្នឹងយើងយកទៅគិតពិចារណាទៅអាចដឹងថាតាមពិតសេចក្តីល្អអំពើល្អសំខាន់ណាគឺយើងត្រូវមានអំពើល្អនឹងឯងសេចក្តីល្អនឹងឯងសម្រាប់ជីវិតនេះជាអ្វីដែលញាតិញោមត្រូវដឹងត្រូវយល់ហើយអាចយកទៅគិតពិចារណាទាំងអស់គ្នាបាន